ប្អូនរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល30រដ្ឋលេខាធិការដ្ឋានការពារព្រំដែនអានេះគាត់នឹងរៀបរាប់ត្រួសឲ្យបងប្អូនបានជ្រាបតែប៉ុណ្្នឹងឯងហើយនៅក្នុងហ្នឹងគឺយើងដឹងហើយមន្ត្រីរាជការរបស់យើងមានជាង200,000នាក់ទាំងថ្នាក់ជាតិទាំងថ្នាក់ក្រោមជាតិហើយប្រាក់ដែលបើកហ្នឹងគឺឆ្នាំហ្នឹងប្រហែលជា$1,000 លានជាងហ្នឹងអញ្ចឹងបើសិនជាក្រសួងមន្ទីរទាំងអស់នេះបើបង្រួមតែពាក់កណ្ដាលយើងសល់លុយប្រហែលជាមួយឆ្នាំ$500 លានគាត់បង្រួមពាក់កណ្ដាលប៉ុន្តែហេតុអីបានជាលោកហ៊ុនម៉ាណែតមិនបង្រួមក្រសួងសំណួរសួរអញ្ចឹងទៅវិញហេតុអីបានជាអាការកែតម្រង់ដើម្បីសន្សំលុយយើងកំពុងតែខ្វះខាតហើយអ្នកដែលហូបវាច្រើនតែយើងបំបែកគ្នាទៅផ្ញើទៅកុមារកំព្រាមណ្ឌលសុខភាពកន្លែងណាដែលគេមើលក្មេងមើលអីយកទៅគឺយើងមិនសូវពិបាកព្រោះឥឡូវបាយអង្គមានតែ3កំប៉ុងបើដាំទៅគ្នា10នាក់នឹងហូបបានប្រហែលតែបើយើងបន្ថយ5នាក់ឲ្យទៅកុមារកំព្រាទៅដល់សល់5យើងអាចនឹង3កំប៉ុងនោះហូបបានយូរជាងនឹងទៀតដូចយ៉ាងម៉េចបើអត់ទេបបរាល់ថ្ងៃហើយទៅគាត់ថាអត់មានបន្ថយក្រសួងអត់មានកាត់ក្រសួងអត់មានអីទាំងអស់អញ្ចឹងព័ត៌មាននេះគឺដើម្បីកុំឲ្យមន្ត្រីរាជការនៅក្នុងជួររដ្ឋាភិបាលហ្នឹងជ្រុលជ្រើព្រោះប្រហែលថ្ងៃហ្នឹងប្រហែលអាទិត្យហ្នឹងជ្រុលជ្រើមែនតើដោយសារតែលឺដំណឹងថាគេព្រមក្រសួងព្រោះពួកគាត់អត់មានខ្វល់រឿងធ្វើការជួយជាតិទេមន្ត្រីមួយចំនួនគឺធ្វើការដើម្បីលួចជាតិដល់អញ្ចឹងតែភ័យគេព្រមគឺបាត់អាឆ្នាំងបាយលួចជាតិបើធ្វើដើម្បីមនសិការជាតិយើងអត់ទៅប្រជិលអត់ធ្វើការអីចឹងទេព្រោះយើងច្បាស់ជាទៅរត់ pass up ឬក៏រត់កង់3ឬក៏ធ្វើរបរទទួលទានអីផ្សេងដែលបានប្រាក់ខែច្រើនជាងមន្ត្រីរាជការផងក៏ថាបានដែរព្រោះអីបើយើងរកទទួលទានអីផ្សេងទៅគឺបានន័យថាប្រាក់ខែរាជការនឹងច្រើនអីប្រហែលប្រាក់ខែអបបរមាយើងសរុបមើលទៅមាន$300-400ទៅដែលយើងគិតទៅគឺវាមិនអាចនឹងចិញ្ចឹមជីវភាពជីវិតរស់នៅបានសមរម្យអីទេក៏ប៉ុន្តែមនុស្សមួយចំនួនគឺបានការងារនឹងដើម្បីលួចជាតិដើម្បីមានប្រព្រឹត្តអំពើពុករលួយព្រោះបើអត់ធ្វើការជារាជការទេអត់មានអាគម្រោងអត់មានអាស្អីគេលិនលំអញ្ចឹងទៅលួចអត់បានដល់អញ្ចឹងទៅចូលយកការងាររាជការមិនមែនជួយរត់ទេគឺជួយលួចបើអត់មានច្រកលួចព្រោះវាអត់មានមនុស្សណាស្មោះស្ម័គ្រនឹងធ្វើការឲ្យរាជការប្រាក់ខែ4-500ហ្នឹងបងប្អូនយើងកុំបាច់ឆ្ងល់ថាមនុស្សដែលមានបេះដូងចង់ជួយជាតិប៉ុណ្ណាក៏ដោយនៅពេលដែលគេឲ្យយើងចាយអត់គ្រប់ហ្នឹងគឺយើងដឹងតែយើងទៅលួចជាតិហើយដូចនៅពលានយន្តហោះអញ្ចឹងទៅយកលុយយកអីពីប្រជាពលរដ្ឋពាក់អាវសម្លៀកបំពាក់ជារាជការរួចទៅដើរខ្សឹបប្រាប់គេភ្ញៀវមកឲ្យទៅដឹងខ្មែរយើងមកពីសហរដ្ឋអាមេរិកហ្នឹង$5 $10កាទៀវកាហ្វេស្អីហ្នឹងគឺអត់អៀនមាត់នៅក្នុងការនិយាយដែលធ្វើឲ្យថោកទាបដល់ស្ថាប័នរាជការប៉ុន្តែគាត់មានតែខ្វល់រឿងថោកទាបហ្នឹងអីព្រោះគាត់បានការងារប្រាក់ខែតិចតួចក៏អត់តវ៉ារឿងប្រាក់ខែទេគឺគាត់យកឱកាសហ្នឹងគឺបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋរបស់ជាតិយើងចោលតែម្ដងធ្វើឲ្យប្រជាពលរដ្ឋថ្នាក់ហើយគាត់មានតែចេះខ្មាស់អៀនអីបើគាត់ធ្វើអញ្ចឹងមកយកហើយហ្នឹងហើយតែអញ្ចឹងទៅដើម្បីបានការងារហ្នឹងទៅលួចអាហ្នឹងទៅធ្វើឲ្យខូចសិលធម៌ហ្នឹងរឿងវិញអញ្ចឹងទេបើតែជួយអត់ជួយទេព្រោះមនុស្សដែលជួយអត់អាចរស់បានទេបងប្អូនកម្រមានអ្នកណានឹងជួយជាតិកើតដែរបើជាតិអត់ជួយអញ្ចឹងគេនឹងតវ៉ាបើគេស្មោះស្ម័គ្រនឹងជាតិនេះមែនតើណាគេក្រោកតវ៉ាព្រោះហូបអត់គ្រប់គេប្រឹងជួយជាតិណាព្រោះគេហូបមិនគ្រប់បែបនេះគេអត់អាចធ្វើការជួយជាតិបានទេហើយដល់ដំណាក់កាលមួយគឺគេសុំដកខ្លួនចេញទៅធ្វើការអីផ្សេងព្រោះអីអត់កែប៉ុន្តែយើងមកយកទៅសងអាចេកធ្លាក់ទឹកតែស្កល់អ្នកណាលួចបានលួចអ្នកណាលួចតិចតាមតិចលួចច្រើនតាមច្រើនគឺធ្វើឲ្យក្រសួងមន្ទីរហ្នឹងគឺមានអំពើពុករលួយចាក់ស្រេះចឹងតែម្ដងហើយកែអត់បានទេបងប្អូនព្រោះតែកាពះឃ្លានគឺអំពើពុករលួយហ្នឹងគឺវាកើតឡើងពេញបន្ទុកអ្នកខ្លះពុករលួយដើម្បីកាពះអ្នកខ្លះទៀតពុករលួយដើម្បីមានបានហើយយើងឃើញអ្នកមានពុករលួយដើម្បីមានបានហ្នឹងគឺនៅក្នុងក្រសួងរដ្ឋហ្នឹងច្រើនហើយយកបាច់ឆ្ងល់ទេយើងមើលតែសាកតែហេតុអីបានជាមន្ត្រីរាជការប្រាក់ខែ$500-600ជិះឡានកន្លះលានដុល្លារទៅធ្វើការយើងមើលតែប៉ុណ្្នឹងបានហើយបើគេមានលុយកន្លះលានដុល្លារបងប្អូនគេយកតែលុយហ្នឹងកុំទិញរថយន្តណាយកតែកន្លះលានហ្នឹងយកទៅដាក់ធនាគារក៏បានការប្រាក់មិនត្រឹមមិនតិចជាង$5,000នៅក្នុងមួយខែដែរយើងនិយាយពីការប្រាក់ដែលថ្លៃទិញឡានគាត់ណាសាកគិតមើលបើបងប្អូនយកតួលេខហ្នឹងទៅបូកមើលឲ្យខ្ញុំហើយនឹងស្ដាប់មួងណារ៉េតមើលថាតើបើមានលុយកន្លះលានដុល្លារយកទៅដាក់នៅក្នុងកងធនាគារសន្សំយកការប្រាក់បាន$5,000ម្លឹងមែនសាកដាក់មើលលើសាកទៅមានកន្លះលានយកទៅដាក់មើលប្រាក់សន្សំស្រួលច្រើនជាងហ្នឹងផងអាស្រ័យទៅលើការប្រាក់របស់ធនាគារបើកុំទិញឡានហ្នឹងយើងយកលុយហ្នឹងទៅដាក់ចោលនៅក្នុងធនាគារបាន$5,000ហេតុអីបានជាគាត់ជិះឡានដែលត្រូវការបាត់លុយអស់$5,000ក្នុងមួយខែដែលយកទៅទិញឡានហ្នឹងហើយមកធ្វើការប្រាក់ខែ$700-800ឬក៏មិនដល់$1,000ហើយនៅក្នុងមួយខែដើម្បីជួយជាតិចុះគាត់នឹងស្រឡាញ់ជាតិអីម្ល៉េះមិនមែនទេបងប្អូនគឺដើម្បីលួចជាតិព្រោះតែចូលទៅគឺបានដឹងអាគម្រោងអភិវឌ្ឍនេះដីធ្លីនេះអីចឹងទៅគឺគម្រោងនេះគម្រោងនោះចឹងរត់ការនេះរត់ការនោះគឺបានលុយរាប់សែនដុល្លារទៀតដូច្នេះអត់ខ្លាចនឹងសម្ញែងអាទ្រព្យអត់ប្រយោជន៍ឲ្យប្រជាពលរដ្ឋដឹងថាចុះប្រាក់ខែគាត់បានជិះឡានអីទៅតម្លៃសែនដុល្លារទៅធ្វើការទិញតកង់ឡានគាត់ប្រាក់ខែមួយខែទិញតកង់ឡានមួយទៀតបានផងជួនអីគេមិនដឹងអាហ្នឹងចឹងហើយបងប្អូនចឹងហើយបានថាក្រសួងមន្ទីរយើងច្រើនវាអត់មានបានប្រយោជន៍ទេវាធ្វើឲ្យជាតិនេះរីងរៃក៏ប៉ុន្តែវាបានប្រយោជន៍គណៈបកកណ្ដាលអំណាចរដ្ឋាភិបាលសពថ្ងៃគឺគាត់សូវទុកក្រសួងមន្ទីរទាំងអស់ហ្នឹងដើម្បីទិញទឹកចិត្តលលកឬក៏មនុស្សដែលនៅស្មោះស្ម័គ្រនឹងគណៈបកប្រជាជនកម្ពុជាឲ្យនៅជួយកាងជួយចិញ្ចឹមជួយថែជួយពូនផ្ដុំបើដកអ្នកទាំងអស់នោះចេញបាត់អាសម្លេងហ្នឹងយូរមានការថ្នាំងថ្នាក់ប្រព្រឹត្តអំពើពុករលួយតែអត់ការងារចាប់ផ្ដើមប្រជុំចាប់ផ្ដើមអីរៀលដាលមនុស្សទាំងអស់នោះឯងណែហែកឲ្យឃើញអំពីអំពើពុករលួយនៅក្នុងក្រសួងរដ្ឋអំពើបកពួកនិយមអំពើអីអ្នកទាំងអស់នោះនឹងឡើងមកព្រោះតែអយុត្តិធម៌ដល់ខ្លួនចាប់ផ្ដើមហែកអញ្ចឹងលោកហ៊ុនម៉ាណែតចង់ស្អំសិនព្រោះចិត្តបោះឆ្នោតហើយបោះឆ្នោតគុំសង្កាត់នៅសល់តែប្រហែលខែទៀតទេ2027បោះឆ្នោតជាតិ2028ហើយរឿង
ก็ពងតែពេញបន្ទុករដ្ឋាភិបាលដោះស្រាយអត់បានដល់ទៅប្ររួមក្រសួងមន្ទីរបើទោះជាសល់លុយរាប់រយលានដុល្លារក៏ដោយក៏ប៉ុន្តែវាខាតប្រយោជន៍នយោបាយគណៈបកកណ្ដាលអំណាចតើអ្នកណាមកជួយការពារព្រោះគណៈបកប្រឆាំងកំពុងតែសង្ខុញកំពុងតែសន្ធាប់រិះគន់អត់បានសញ្ជ័យមាត់សោះព្រោះទៅក្នុងហ្នឹងមន្ត្រីបកដែលគ្រប់គ្រងគណៈបកប្រជាជនដែលនៅក្នុងជួររាជការដែលប្រឡំប្រឡំលេមឡំទាំងអស់ហ្នឹងបើទៅដកទូនីតិគាត់ច្បាស់ណាស់ម្នាក់នឹងឡើងមករីកាពីអំពើពុករលួយនេះអំពើពុករលួយនេះបកពួកនិយមខ្សែនេះខ្សែនោះដូរចេះយកតែគ្នាឯងអត់បានដោះស្រាយអីគឺអាលុំក្តាំងហ្មងដូច្នេះឯងរឿងហ្នឹងគឺបានលោកហ៊ុនម៉ាណែតប្រយ័ត្នប្រយែងមិនអាចនឹងបង្រួមក្រសួងបានទេគឺទុកឲ្យនៅដដែលគ្រាន់តែចាត់ការផ្ទៃក្នុងអីដោះរុះរើយ៉ាងម៉េចបងប្អូនបើយើងនៅវែកចោបងប្អូនស្គាល់វែកចោចោដើម្បីឲ្យអស់ពីបឹងឬអស់ពីតាពាំងយើងអត់វែកទេបងប្អូនព្រោះសារជាតិជាចោគឺបានន័យថាបើយើងវែកទៅខាងនេះវាអណ្ដែតមកខាងនេះបើយើងវែកទៅខាងនេះវាអណ្ដែតទៅខាងនេះវានៅក្នុងថ្លុកតាពាំងតែមួយហ្នឹងដើម្បីឲ្យទឹកថ្លាដើម្បីឲ្យបឹងថ្លុកហ្នឹងវាឃើញរងដល់បាតដីឬក៏អាចប្រើប្រាស់ទឹកហ្នឹងបានល្អគឺយើងដួសចោហ្នឹងយកទៅកវត្តចោលអត់អាចវែកចោទេអញ្ចឹងភាសាខ្មែរប្រាប់ថាដូចវែកចោហ្នឹងគឺអត់ប្រយោជន៍គឺយើងធ្វើឲ្យតែរវល់ខាតកម្លាំងព្រោះចោអត់វែកបានទេវែកពីលិចវាទៅកើតវែកពីកើតវាទៅលិចព្រោះចោវានៅក្នុងហ្នឹងអញ្ចឹងដើម្បីឲ្យទឹកថ្លាម្ដងទៀតឲ្យឃើញបាតដីគឺយើងរើចោនឹងកវត្តចោលដើម្បីឲ្យប្រើទឹកនឹងបានទាំងអស់គ្នាឥឡូវនេះប្រើអត់កើតទេចោនៅពេញនឹងតែម្ដងធ្វើឲ្យល្ងងឹតស្លុបរងតែអ្វីដែលដោះលូតលាស់ទៀតក៏អត់បានដែរព្រោះចោវាបិទបាំងចិត្តឈឹងរួមរឹតអស់ហើយគាត់អត់អាចវែកអត់អាចធ្វើបានព្រោះដោយសារអីចោនឹងគឺជាមលុបដ៏ត្រជាក់សម្រាប់គណៈបកកណ្ដាលអំណាចដើម្បីបន្តការអំណាចទៀតខ្លាចមន្ត្រីបកទាំងអស់ហ្នឹងព្រោះខំបបួលលលបបួលអីមកអស់ហើយហើយស្ទើរតែរំលាយក្រសួងមន្ទីរយកពួកគាត់ទៅណាគាត់មិនប្រជុំពួកគាត់ចោលអស់ហើយចុះបើប្រជុំពួកគាត់ចោលអស់បានណាមកការពីរដ្ឋាភិបាលទៀតខ្លាចអ្នកទាំងអស់នោះនឹងរករឿងរដ្ឋាភិបាលហើយខ្លាចបាក់ទឹកចិត្តប្រជាពលរដ្ឋផ្សេងទៀតដែលគាត់ឧទាហរណ៍គ្រោងនឹងរំលាយគណៈបកប្រឆាំងថ្ងៃមុខទៀតទៅតើទៅទិញពួកគាត់យកមកដាក់កន្លែងណាបើក្រសួងមន្ទីរព្រមអស់ហើយគាត់កន្លែងចូលអញ្ចឹងលក់អាផលិតផលនឹងអត់ដាច់រឿងហ្នឹងគឺវារឿងតែប៉ុណ្្នឹងឯងបងប្អូនបើរឿងជាតិមែនតើណាលោកហ៊ុនម៉ាណែតអត់ខ្លាចនឹងការបង្រួមក្រសួងទេឥឡូវខ្ញុំនិយាយពីរឿងក្រសួងមន្ទីរនៅវៀតណាមប្រជាពលរដ្ឋគេឆ្នាំនេះ102លានអ្នកឆ្នាំ2026 102លានអ្នកបងប្អូនដឹងក្រសួងគេមានប៉ុន្មានទេក្រសួងមន្ទីរនៅវៀតណាមប្រហែលឆ្នាំមុនមាន18ក្រសួងមន្ទីរតែ18ផងតិចជាងយើងចិត្តពាក់កណ្ដាលគេមាន102លានប៉ុន្តែគេថា8 10ក្រសួងនឹងវាច្រើនណាស់អញ្ចឹងគេបរួម5 4 5កាត់ថយទៀតកាត់អស់4 5ទៀតលើនៅសល់តែ14ក្រសួងតាវៀតណាមជាប្រទេសកុម្មុយនីសប្រជាពលរដ្ឋគេ100លានអ្នកហេតុអីបានជាក្រសួងគេតែ14គេបំរើប្រជាពលរដ្ឋគេ100លានអ្នកកើតចុះហេតុអីបានជាយើងប្រជាពលរដ្ឋ18លានអ្នកក្រសួងមន្ទីរមានដល់ទៅ31រដ្ឋលេខាធិការអូយបើយើងឃើញញាក់សាច់បងប្អូនរដ្ឋលេខាធិការអនុរដ្ឋលេខាធិការនៃក្រសួងមន្ទីរទាំងអស់នេះមិនដឹងយកទៅណាអស់ទេរាប់រយខ្ញុំថា1000ជាងរាប់ពាន់មិនដល់100ពាន់ឥឡូវនិយាយរឿងប្រទេសថៃវិញបើយើងប្រៀបធៀបមើលថាយើងចិត្តយើងចាស់យើងមើលទៅថៃមានប្រមាណថៃប្រជាពលរដ្ឋគេមកដល់ឆ្នាំនេះគឺ72លានអ្នកហើយ71.56លានអ្នក71លានលើសយើងដល់ទៅ5ដង4ដងវៀតណាមលើសយើង5ដងចំនួនប្រជាពលរដ្ឋថៃលើសយើង4ដងប្រជាពលរដ្ឋក្រសួងមន្ទីរថៃសប្តាហ៍ថ្ងៃមានតែ20ទេច្រើនដែរនិយាយទៅវាច្រើនជាងវៀតណាមឯង20អាហ្នឹងគឺគេចឹងចុះបើយើងនិយាយចឹងថាយីចុះយើងប្រៀបធៀបចឹងមិនទៅទេព្រោះក្រសួងមន្ទីរច្រើនប្រជាពលរដ្ឋមានមន្ត្រីរាជការច្រើនសំណាងតាដើម្បីជួយសុខទុក្ខប្រជាពលរដ្ឋអត់បានជួយអីទេបងប្អូនចាំមើលចាំខ្ញុំប្រាប់ថាអត់បានជួយក្រសួងមន្ទីរមានឲ្យរវាមនៅពេលដែលរឿងសកម្មជនព្រៃឡង់អារឿងដឹកឈើដឹកអីកាប់បំផ្លាញព្រៃឡង់យូរសកម្មជនព្រៃឡង់ហ្នឹងតែត្រប់ទាំងយប់ទៅប្រឈមជាមួយនឹងកាប់ព្រៃចុះមន្ត្រីក្រសួងបរិស្ថានមន្ទីរបរិស្ថានស្អីហ្នឹងគាត់ធ្វើអីឥឡូវគាត់ទៅដាក់ពាក្យប្តឹងទៀតហ្នឹងថ្ងៃមុនហ្នឹងទៅខាត់ឡានមួយបានឈើ280សន្លឹកជាងដល់ពេលអាជ្ញាធរបរិស្ថានទៅចោះជួយមើលសត្វឈើនៅសល់តែ50សន្លឹកឥឡូវហ្នឹងថ្ងៃហ្នឹងគាត់ដាក់ពាក្យប្តឹងនៅមុខក្រសួងបរិស្ថានខេត្តឥឡូវចាំខ្ញុំអានបន្តិចទៀតហើយមានប្រយោជន៍អីចឹងក្រសួងឲ្យប្រជាពលរដ្ឋដើរឆ្លងកែបហើយយប់ឡើងទៅរកមើលគេកាប់ឈើឲ្យប្រថុយជីវិតអត់ប្រាក់ខែវាទៅជាមន្ត្រីមានប្រាក់ខែមានក្រសួងឲ្យឡើងពេញអត់បានមកធ្វើកិច្ចការងារនេះតើមានន័យយ៉ាងម៉េចបងប្អូនអញ្ចឹងឲ្យបានថារំលាយចោលទៅក្រសួងបរិស្ថានហ្នឹងក៏ល្អដែរឥឡូវនេះគឺមើលអាមេរិកមានប្រជាពលរដ្ឋប៉ុន្មានអ្នកហើយមានក្រសួងមន្ទីរប៉ុន្មានបងប្អូនអាមេរិកមានប្រជាពលរដ្ឋ342លានអ្នកហើយមកដល់ម៉ោងនេះ342លានអ្នកបងប្អូនដឹងក្រសួងអាមេរិកមានប៉ុន្មានអត់មានក្រសួងទៀតមានតែនាយកដ្ឋានទេកម្រិតនាយកដ្ឋានទេហើយនាយកដ្ឋានហ្នឹងគេចាត់ទុកថាដូចជាក្រសួងដែរគេប្រើ departments គេដែរប្រើ ministries ដូចយើងឯងបាទន័យថាយើងហ្នឹងវាមានក្រសួងវាមាន departments វាមានស្អី office ស្អីតទៅទៀតអាមេរិកគឺមានតែ departments ហ្នឹងជាក្រសួងហើយមានតែ15ទេ352លានអ្នក342លានអ្នកលើសខ្មែរយើងដល់ទៅច្រើនដងបងប្អូនព្រោះបើតែ200លានគឺលើសខ្មែរយើងនៅ180លានលើសខ្មែរយើង10ដងអញ្ចឹងបានន័យថាប្រជាពលរដ្ឋអាមេរិកលើសខ្មែរយើងប្រហែលជា18ដងជិត20ដងប៉ុន្តែក្រសួងមន្ទីរគេមានតែ15តែជាងយើងកាក់កណ្ដាលទៀតខ្ញុំឆ្ងល់តាគេធ្វើម៉េចបានជាគេអាចដោះស្រាយប្រជាពលរដ្ឋគេបានបើសិនជាគេក្រសួងមន្ទីរតិចសោះហើយតែគេយើងធ្វើជាមួយអញ្ចឹងអត់បានណាហើយបើយើងមើលចិនឥឡូវចិនចោះបើយើងប្រៀបធៀបមួយអាមេរិកប្រជាពលរដ្ឋសម្បើមដែរតែចិនប្រជាពលរដ្ឋ1400លានអ្នកជាង1400លានអ្នកជាងដឹងចិនមានក្រសួងមន្ទីរប៉ុន្មានទេ
គេមាន26ក្រសួងមន្ទីរនៅតែអត់ច្រើនដល់ខ្មែរទៅទៀតនឹងចិនដែលប្រជាពលរដ្ឋ1400លានលើសប្រជាពលរដ្ឋខ្មែរស្ទើរតែ50ដង60ដងដឹងហើយបាទ50 60ដងបាទលើសដល់ពេលក្រសួងមន្ទីរគេមានតែ26តិចជាងក្រសួងមន្ទីររបស់ខ្មែរទៀតតើយើងធ្វើយ៉ាងម៉េចលោកហ៊ុនម៉ាណែតគាត់និយាយនេះគាត់ថាអញ្ចេះតាមពិតនៅក្នុងពិធីដែលចុះទៅជួបហ្នឹងគឺគាត់បញ្ជាក់ប្រាប់ថាគាត់នឹងកែសម្រួលដែរគឺកែតម្រង់ដែរតែតម្រង់ផ្ទៃក្នុងគឺគេហៅថាគណៈកម្មការឬក៏ស្អីជន់គ្នាហ្នឹងគឺប្ររួមគ្នាប៉ុន្តែក្រសួងមន្ទីរអត់ទេខ្ញុំថាវាចោតគឺវាចោតឲ្យបងប្អូនសង្ឃឹមផេះខ្ញុំមិនលើកមិនបន្តិចផ្អាកនៅក្នុងការចង់កែតម្រង់អីទេប៉ុន្តែខ្ញុំជឿថាបើយើងវាចោតទេគឺយើងនឹងធ្វើឲ្យតល្អមើលឲ្យគ្មានឆន្ទៈនយោបាយទេហើយរដ្ឋាភិបាលនឹងខ្សិនខ្សៃខ្សោះខ្លួនប្រជាពលរដ្ឋនឹងវេទនាជាពិសេសមន្ត្រីរាជការខ្លួនឯងហ្នឹងកុំសង្ឃឹមថាបានប្រាក់ខែឡើងឲ្យសោះអត់ឡើងរួចទេបងប្អូនសាកគិតមើលបើក្រសួងមន្ទីរមាន31ប្រាក់ខែបងប្អូនខ្ញុំថាវាយស្មើទៅទាំង200,000អ្នកជាងហ្នឹងថា300,000អ្នកហ្នឹងម្នាក់$500វាយស្មើអញ្ចឹងក្រសួង29 30យើងបានប្រាក់ខែ$500បានលុយមកពីណាឡើងបើយើងអត់មានចំណូលហើយឥឡូវសេដ្ឋកិច្ចយើងធ្លាក់ចុះគ្រប់កន្លែងចម្ពាក់បំណុលគេជាង$13,000 លានភ្ញៀវទេសចរធ្លាក់50%សេដ្ឋកិច្ចធ្លាក់50%បញ្ហា scam អនឡាញបញ្ហាអីសពបែបយ៉ាងរឹតរួតចំណូលជាតិធ្លាក់ចុះគ្រប់វិស័យប្រជាពលរដ្ឋមានបញ្ហាសេដ្ឋកិច្ចគ្រប់គ្នាតើឲ្យរដ្ឋទៅដោះស្រាយយ៉ាងម៉េចបានបើសិនជាម៉ោងហ្នឹងយើងកំពុងតែពិបាកអ្នកដែលអង្គុយចាំជក់ឈាមពីរដ្ឋហ្នឹងនៅលហង់មិនស្លាប់ម្ដាយយើងកំពុងតែរីងរៃខ្សោះខ្លួនយើងកូននៅច្បាច់ចម្រិតទឹកដោះម្ដាយគ្រប់គ្នាហើយអត់ព្រមប្រឹងទៅរកអីខ្លួនឯងបន្ថយខ្លះដើម្បីឲ្យម្ដាយមានកម្លាំងដើម្បីឲ្យម្ដាយអាចនឹងមានទឹកដោះឲ្យកូនបើបានគ្រប់គ្នាគ្រប់គ្រាន់ឥឡូវអត់ម្ដាយខ្សោះខ្លួនកូនជញ្ជក់យកតែម្ដងតើរស់ទេម្ដាយនឹងរស់ទេហើយឧទាហរណ៍ទៅឡើងប្រាក់ខែឯណារួចចុះឥឡូវកាត់បន្ថយក្រសួងកកដាលបើថាមិនយកទៅជួយទាហានជួយអីវិស័យតបអីក៏ហីចុះយកមកតែបំពន់មន្ត្រីរាជការដែលមានស្រាប់នេះក៏ម្នាក់$500មួយនេះក៏ឡើងបាន$1,000ដែរអានេះយើងគិតតាមវិធីសាមញ្ញចុះ$1,000ហើយ$1,000អាចពង្រឹងការងារបានប៉ុន្តែគាត់ធ្វើអត់បានទេគឺរដ្ឋាភិបាលខ្លួនឯងធ្វើឲ្យខូចប្រព័ន្ធដឹកនាំរដ្ឋដោយការបំផោងក្រសួងមន្ទីរដើម្បីយកមនុស្សលលកយកមនុស្សអត់បានការសម្រាមដែលគេកវត្តចោលអស់ដែលជេររដ្ឋាភិបាលសោះសាច់ដោយទៅធ្វើការឲ្យរដ្ឋាភិបាលមនុស្សដែលជេររដ្ឋាភិបាលរាល់ថ្ងៃរាប់ឆ្នាំទៅយកមកដើម្បីជាសម្រាមដើម្បីទិញកុំឲ្យអ្នកនឹងជេររដ្ឋាភិបាលទៀតតើគាត់បានទៅជួយអីរដ្ឋាភិបាលគឺគាត់ទៅបំផ្លាញលុយជាតិហើយគាត់ទៅបំផ្លាញអ្នកណាដែលធ្លាប់ជេររដ្ឋាភិបាលហើយទៅធ្វើការឲ្យរដ្ឋាភិបាលថារដ្ឋាភិបាលនឹងគ្រាន់បើពីណាបើគ្រាន់បើគាត់ជេររាប់ឆ្នាំមិនក៏ជេរកើតដោយសារតែគាត់ដឹងថាអសមត្ថភាពវាគ្មានវាចង់និយាយថាគ្មានដំណោះស្រាយហ្នឹងហើយទៅចូលហ្នឹងគឺដើម្បីលៀបសការៈដើម្បីចូលទៅបំផ្លាញព្រោះអីតម្លៃខ្លួនមានហើយដឹងតែរដ្ឋាភិបាលកំពុងតែចង់ទិញមនុស្សណាដែលរិះគន់កុំឲ្យពិបាកព្រោះអត់ដោះស្រាយបានគឺទៅទប់បិទមាត់អ្នករិះគន់អញ្ចឹងតន់តែអ្នករិះគន់លក់ក្បាលអញ្ចឹងទិញតែម្ដងស្រួលហើយយើងធ្វើឲ្យខ្លួនថោកយើងតម្លៃខ្លួនវាមានសម្រាប់រដ្ឋាភិបាលកំពុងមានបញ្ហាប៉ុន្តែវាថោកសម្រាប់ជាតិយើងព្រោះជាតិកំពុងតែរីងរៃយើងទៅចូលយកលុយរដ្ឋាភិបាលកំពុងខ្វះស្រាប់ទៅចំណាយលុយឲ្យយើងដើម្បីបិទមាត់យើងជប់ឲ្យរិះគន់រដ្ឋាភិបាលចំប្រជាពលរដ្ឋទាំង18លាននាក់គឺគ្នាខ្សែធនហ្មងដោយសារតែរីងរៃដោយសារតែគូក្បាលការលក់គូក្បាលរបស់អស់លោកដែលជាលលោកហើយធ្វើឲ្យរដ្ឋាភិបាលនឹងចិត្តតែទិញចិត្តតែបបោបបោចិត្តតែបង្កើតទូនាទីបង្កើតក្រសួងទុកឲ្យអង្គុយសិនទៅស្អំចិត្តខ្ញុំថារឿងក្រសួងមន្ទីរនេះណាគឺលោកហ៊ុនម៉ាណែតនឹងទុកឲ្យដល់ក្រោយបោះឆ្នោត2028ដែរយ៉ាងហោចព្រោះឥឡូវធ្វើវាប៉ះពាល់ផ្លូវចិត្តប្រជាពលរដ្ឋច្រើនអញ្ចឹងក៏អត់ចង់ពលទុកឯបើបច្ចេកទេសអត់ត្រូវការចាំទេត្រូវកាត់ចោលទាំងអស់មកឲ្យគាត់ទៅប្រាប់ថាចេះវៀតណាមគេត្រូវការពេលរាប់ឆ្នាំមកហ្មងគេបរួមក្រសួងមន្ទីរនឹងបានរហូតពី18មកនៅ14វៀតណាមប្រើពេលច្រើនឆ្នាំដើម្បីពង្រួមចុះកម្ពុជានឹងអត់ប្រើទេ30-40ឆ្នាំយើងអត់ដែលបានគិតរឿងពង្រួមអីចឹងយើងដឹងថាអបកើតហ្នឹងគឺពេលដែលវៀតណាមចាប់ផ្ដើមសិក្សាច្រើនឆ្នាំដើម្បីពង្រួមក្រសួងមន្ទីរហេតុអីបានជាកម្ពុជាហ្នឹងយកអាច្រើនឆ្នាំដែលវៀតណាមកំពុងពង្រួមមន្ទីរយើងបង្កើតមន្ទីរយើងបង្កើតក្រសួងយើងចុះយើងមិនរៀនសូត្រពីគេទៅបើយើងមើលគេចាប់ផ្ដើមពង្រួមតាំងពី5-10ឆ្នាំមុនហើយយើងវិញពេលគេចាប់ផ្ដើមពង្រួមសិក្សាពង្រួមយើងទៅមើលគេដើម្បីយើងបរិយហើយចាំដល់ពេលគេពរួមឲ្យអស់ចាំយើងចាប់ផ្ដើមពីចំណុច0 10-20ឆ្នាំទៀតចាំបានពរួមវាទៅជាមើលឧទាហរណ៍គេតែមើលឧទាហរណ៍ទៅជាដើម្បីឲ្យខ្លួនឯងល្អមើលទៅមើលថាគេត្រូវការពេលច្រើនឆ្នាំច្រើនឆ្នាំមិនច្រើនឆ្នាំហ្នឹងយើងទៅមើលថាគំរូគេល្អគឺយើងធ្វើពីយូរមកហើយតាមពិតត្រូវធ្វើតាំងពីឪពុកលោកមកម៉េះចាំខ្ញុំថាលោកហ៊ុនសែនដាក់សម្ពីកម្មឲ្យលោកហ៊ុនម៉ាណែតហើយចៃដន្យអីលោកហ៊ុនម៉ាណែតគឺជាអាយ៉ងទៀតគឺអត់ធ្វើអីកើតមកទូលរែកយកទៅព្រោះអីវាខ្ចាយអាសម្ពីហ្នឹងហ៊ានតែប្រឡែងស្រួលពុះវែកមកចាក់ខ្លួនឯងទៀតអញ្ចឹងនៅទូលរែកហ្នឹងតែសិតតែពុះវែកសិតតែអំពុលទុកកដៅប្រម៉េះហើយនឹងក្អែបខ្ទួយអីទេសត្វអាសេរពឹសទេវាអត់មែនជាសម្បត្តិសក់ទេវាជាសម្បត្តិអាជ័យហើយដល់ពេលអញ្ចឹងគាត់នៅទូលអញ្ចឹងចាំមើលថ្ងៃណាគាត់ទូលលែងរួចគាត់តម្លាក់ចោលទៅគាត់រត់ចោលហើយប្រជាពលរដ្ឋហ្នឹងចាំតែឲ្យពុះវែកចាក់ហ្នឹងទៅហ្នឹងទៅម៉េចបាទឥឡូវយើងតកតងនឹងរឿងនេះគឺយើងបន្តទៅទៀតបងប្អូនខ្ញុំសោកស្ដាយដែរប៉ុន្តែធ្វើម៉េចបើថ្នាក់ដឹកនាំគាត់ថាអញ្ចឹងក្រសួងមន្ទីរកុំសង្ឃឹមអញ្ចឹងប្រជាពលរដ្ឋមានសង្ឃឹមតែមួយគត់គឺផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋនេះតាមរយៈការបោះឆ្នោតឲ្យរដ្ឋាភិបាលថ្មីដែលមានគណៈបកណាផ្សេងក្រៅពីគណៈបកកណ្ដាលអំណាចសពថ្ងៃធ្វើទៅព្រោះគាត់អត់ដូរបើគាត់ដូរខ្ញុំអត់មានតែឈឺក្បាល5ថ្ងៃទេខ្ញុំបានប្រាប់ហើយ
ថាខ្ញុំអត់ខ្វល់តកូលណាកាន់ប្រទេសកម្ពុជាទេតកូលហ៊ុនតកូលសុកតកូលទៀតតកូលកម្មតកូលរងតកូលសំតកូលចៅតកូលមីតកូលមូតកូលថាច់អីកាន់ទៅអត់បញ្ហាអីទេសម្រាប់ខ្ញុំតែសំខាន់គឺសូមឲ្យមានការកែតម្រង់ដើម្បីឲ្យចំណេញប្រជាពលរដ្ឋទាំង18លាននាក់មានទាំងសិទ្ធិមនុស្សមានទាំងប្រជាធិបតេយ្យមានទាំងការលុបបំបាត់អំពើពុករលួយដើម្បីឲ្យប្រាក់បៀវត្សផ្ទៃរាជការកងកម្លាំងប្រដាប់អាវុធកសិករមានជីវភាពទូធាខ្មែរត្រូវគ្នាផ្សះផ្សាជាតិអានឹងគឺជាការចង់បានរបស់ខ្ញុំប៉ុន្តែបើអស់លោកធ្វើអត់បានខ្ញុំនឹងតស៊ូមតិឲ្យគេបោះឆ្នោតដូរអស់លោកឲ្យបានតែបើអស់លោកធ្វើខ្ញុំនឹងគ្រប់គ្រងឲ្យអស់លោកធ្វើចោះប៉ុន្តែមើលទៅអស់លោកធ្វើមិនកើតទេព្រោះបើអស់លោកធ្វើកើតអស់លោកធ្វើហើយមិនទុកឲ្យពេលនឹងអញ្ចឹងបាទឥឡូវនេះគឺខ្ញុំបន្តទៅទៀតតកតងនឹងរឿងទូតអាមេរិកនៅកម្ពុជារំលឹកស្មារតីបាត់ជប់បាញ់ក៏ប៉ុន្តែខកខានមិនបានថ្កោលទោសថៃរឿងបំពេញស្មារតីនេះផ្លាច់ដែរបងប្អូនថ្ងៃនេះឃើញទូតអាមេរិកប្រចាំនៅកម្ពុជាគេរំលឹកខួប1ឆ្នាំតាមពិតខួប1ឆ្នាំគឺវាត្រូវនៅថ្ងៃទី24ខែកក្កដាឯណោះមិនមែន29ទេប៉ុន្តែយ៉ាងហោចណាស់ក៏ទូតអាមេរិកនេះក៏នៅតែរំលឹកអាបាត់ជប់បាញ់ហ្នឹងក៏និយាយចេះគាត់ថាកាលពីឆ្នាំមុនការប្រយុទ្ធគ្នាតាមបណ្ដោយព្រំដែនកម្ពុជាថៃបានបណ្ដាលឲ្យមានការបាត់បង់ជីវិតការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើននិងភាពមិនច្បាស់លាស់សម្រាប់សហគមន៍ទាំងខាងថៃនិងខាងកម្ពុជា3ខែក្រោយមកលោកប្រធានាធិបតីត្រាំបានសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរជាប្រវត្តិសាស្ត្រដែលបានបង្កើតជាវិធីការទូតមួយសម្រាប់បញ្ចប់ការប្រយុទ្ធនិងដោះស្រាយបញ្ហាព្រំដែនដែលមានយូរយារមកហើយនោះបើទោះបីជានៅមានការងារត្រូវធ្វើបន្ថែមក៏ដោយកិច្ចព្រមព្រៀងនេះនៅតែបន្តផ្ដល់ឲ្យប្រទេសកម្ពុជានិងប្រទេសថៃនៅនីតិវិធីសំទោសនៅវិធីសាស្ត្រជាក់ស្ដែងដើម្បីកាត់បន្ថយភាពតានតឹងនិងទប់ស្កាត់ការវិលត្រឡប់ទៅរកចំនួនវិញហើយសហរដ្ឋអាមេរិកនៅតែបន្តបដិញ្ញាចិត្តនៅក្នុងការពង្រឹងភាពសន្តិភាពដ៏យូរអង្វែងនេះតាមពិតយើងទាំងអស់គ្នាគួរអរគុណអាមេរិកមែនហើយអាមេរិកមានគុណធំណាស់សម្រាប់ប្រទេសកម្ពុជាបើកុំមានអាមេរិកមិនមានបទជប់បាញ់ពីរលើកនេះទេអត់មានទេលោកត្រាំគាត់ហៅអ្នកប្រយុទ្ធនៅស្រុកខ្មែរទាំងថៃថាជាអ្នកប្រយុទ្ធដ៏ស្មោកគ្រោកបាទគឺ dirty nasty fighters គាត់និយាយចឹងថាទាំងថៃទាំងខ្មែរគឺអត់ថ្កោលទោសទាំងថៃអត់ថ្កោលទោសទាំងខ្មែរគាត់ថាយើងក៏គិតដូចគ្នាអញ្ចឹងបានន័យថាម៉ោងនេះហ่ะអាមេរិកគឺជួយយើងបានដើម្បីឲ្យមានបទជប់បាញ់កុំឲ្យស្លាប់ទាហានកុំឲ្យជនស៊ីវិលរត់ព្រាត់ប្រាសនារីគ្រួសារដើម្បីកុំឲ្យថៃទម្លាក់គ្រាប់បែកឬក៏យកដីខ្មែរលើសពី76កន្លែងហ្នឹងទៀតឬក៏ថាមិន76កន្លែងកុំឲ្យថៃយកដីលើសពី14កន្លែងពីដើមឡើយថៃទៅយកថែមបាន60ជាងកន្លែងទៀតទេអាការមុនតែ14នេះក្រោយជប់បាញ់លើសទៀតនេះកន្លែងនេះដែលខ្ញុំនិយាយថាអាមេរិករំលឹកស្មារតីនៃបទជប់បាញ់ឲ្យបដិញ្ញាចង់ឲ្យកម្ពុជានិងថៃមានស្មារតីនៃបទជប់បាញ់នេះយូរអង្វែងដើម្បីសុខសន្តិភាពនឹងគ្នាក៏ប៉ុន្តែតើក្រមគ្រាប៉ុណ្ណាទៅតើសហរដ្ឋអាមេរិកមានមើលទេតើឲ្យមានសន្តិភាពសុខជាមួយគ្នាយ៉ាងម៉េចនៅពេលដែលគ្មានអំពើយុត្តិធម៌នេះលោក Martin Luther King ដែលជាជើងឯកផ្នែកសិទ្ធិសេរីភាពប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកដែលគេលួចបាញ់សម្លាប់ចោលដោយសារតែគាត់តស៊ូសិទ្ធិសេរីភាពដែលជាជនជាតិស្បែកខ្មៅក៏ប៉ុន្តែគាត់តស៊ូសិទ្ធិដើម្បីប្រជាពលរដ្ឋអាមេរិកទាំង300លានអ្នកជាងនេះដែលគេរំលឹកគណូបការៈគាត់និយាយថាគ្មានទេសន្តិភាពបើគ្មានយុត្តិធម៌ហើយគ្មានទេយុត្តិធម៌បើអត់សន្តិភាពនេះគឺជាពាក្យដែលគាត់ព្រៀនប្រដៅមនុស្សលើលោកឲ្យតាំងស្មារតីថាយើងត្រូវចាំថាបើអត់មានយុត្តិធម៌គ្មានទេសន្តិភាពហើយបើអត់សន្តិភាពក៏គ្មានអយុត្តិធម៌តើយើងបានសន្តិភាពមកពីណាយុត្តិធម៌ឯណានៅប្រទេសកម្ពុជាសហរដ្ឋអាមេរិកមានបទជប់បាញ់មួយគឺប្រឹងដាក់សម្ពាធឲ្យថៃនិងកម្ពុជារៀបចំបទជប់បាញ់ក៏ប៉ុន្តែសហរដ្ឋអាមេរិកខ្លួនឯងមកដល់ម៉ោងនេះរដ្ឋបាលលោកត្រាំខកខាននៅក្នុងការដាក់សម្ពាធឲ្យថៃគោរពបទជប់បាញ់ហ្នឹងអត់មាននិយាយអីមួយម៉ាត់អាមេរិកខកខានទាំងមិនបានថ្កោលទោសថៃរឿងយកយន្តហោះអាមេរិក F16 យកមកទម្លាក់លើដែនអធិបតេយ្យរបស់កម្ពុជាដែលយន្តហោះ F16 នេះគឺជាយន្តហោះដែលមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកមិនអាចយកមកឈ្លានពានដែនអធិបតេយ្យរបស់រដ្ឋបរទេសណាបានទេគឺប្រើតែការពារក្នុងដែនអធិបតេយ្យរបស់ខ្លួនអត់មាននិយាយអីមួយម៉ាត់ក្រោយពីបទជប់បាញ់មកគឺអាមេរិកបលែងខ្មែរចោលទៅគ្រប់គ្រងលុយយោធាឲ្យថៃរហូតម្ដង100លានម្ដងជូនរថក្រោះម្ដងធ្វើសម្ពយុទ្ធយោធាជាមួយនឹងទ័ពថៃរហូតតើនេះឬគឺជាការរក្សាសន្តិភាពសម្រាប់ខ្មែរជាការពិតហើយយើងអត់មានចំនួនព្រំដែនតទៅទៀតក្នុងន័យថាអត់មានការបាញ់ប្លង់ដាក់គ្នាតទៅទៀតក៏ប៉ុន្តែឯណាយុត្តិធម៌សម្រាប់ជាតិខ្មែរថៃបំពេញគ្រប់រឿងតើឯណាសហគមន៍អន្តរជាតិមិនថ្កោលទោសថៃសហរដ្ឋអាមេរិកនេះបើជ្រុលថាអូសទូកកុំឲ្យឡានចាប់ត្រីបានកុំឲ្យល្អទឹកបើជ្រុលជាបាបឲ្យវាឆ្អាបមាត់បើជ្រុលជាជួយខ្មែរទៅហើយហេតុអីមិនថ្កោលទោសថៃនៅក្នុងការឈ្លានពានទឹកដីកម្ពុជាហេតុអីបានជាសហរដ្ឋអាមេរិកមិនថ្កោលទោសថៃបើមិនធ្វើអីសោះបានសុខសន្តិភាពថាបានជួយសម្រួលល្អហើយអរគុណលោកត្រាំអរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិកអរគុណដែលបានរៀបចំឲ្យមានបទជប់បាញ់ដែលខ្ញុំបាននិយាយឲ្យថាមិនក្រៅកាហាយមិនឆ្លោះគ្នាតទៅទៀតប៉ុន្តែមិនមែនបានន័យថាយើងយកបង់មករុំរបួសនៅពេលដែលយើងកំពុងតែមានជំងឺមហារីកខាងក្នុងដែលត្រូវការធ្វើ chemotherapy ទេយើងអត់អាចលៀបបិទបង់តបៅខាងលើហើយយើងថាអូជានីគ្នាឲ្យពីអ្នកហ្នឹងឬក៏របួសហ្នឹងជាអត់ទេស្នាមរបួសដ៏កប់ជ្រៅនៅក្នុងបេះដូងខ្មែរសប្ងៃគឺបន្លាលលួសនឹងកុងតឺន័រដែលថៃឈ្លានពានក្រោយបទជប់បាញ់ខ្ញុំអត់និយាយទេពីពេលជប់បាញ់គ្នានឹងអរគុណហើយអាមេរិកដែលយើងនាំគ្នាឲ្យខ្មែរថៃជុំគ្នាខ្ញុំឈឺចាប់នឹងអាការដែលឲ្យមានបទជប់បាញ់ឲ្យខ្មែរបខំចិត្តសញ្ញេឲ្យថៃដីនៅណានៅហ្នឹងខ្ញុំឈឺចិត្តអត់ទាន់មានថ្ងៃស្រាកស្រានទេខ្ញុំនៅតែឈឺចិត្តថាហេតុអីបានជាយើងបង្ខំឲ្យកម្ពុជានិងថៃព្រមចោះចរចានៅពេលដែលខ្មែរចាញ់ថៃខ្មែរចាញ់ព្រៀបថៃគ្រប់រឿងហើយឲ្យគ្នាបង្ខំគ្នាចរចាបកគលដីខ្មែរឲ្យថៃគ្រប់គ្រង14កន្លែងទេដំបងហ្នឹងគឺនៅ4ខេត្តព្រះវិហារដល់មានជ័យប្រទីមានជ័យនិងពោធិ៍សាត់មានតែ4ខេត្តតា14ទីតាំងទេតែដំបងឡើយដើមខែហ្នឹងទទួលស្គាល់
ដល់តែក្រោយមកដីដែលថៃគ្រប់គ្រងបានដាក់បន្លាលួសនឹងវាទីកាយប្រឡងនឹងធ្វើលបងបេតុងកើនឡើងដល់76ទីតាំងលើស62ទីតាំងពីទីតាំងដើមដែលបានព្រមព្រៀងគ្នាហើយអាមេរិកគាត់ថាមករក្សាសន្តិភាពអាមេរិកបដិញ្ញាជួយមើលការខុសត្រូវមើលកន្លែងណាជួយកន្លែងណាតើកម្ពុជាលេបបានដែរទេប្រជាពលរដ្ឋកំពុងតែរងភាពអយុត្តិធម៌អង្គុយបន់ស្រន់រងចាំបង្កើតភូមិរងចាំយុត្តិធម៌ធ្លាក់ពីលើឋានទេវតាដែលអ្នកដែលមានឥទ្ធិពលដោយអាមេរិកអត់បានជួយដាក់សម្ពាធថៃមិនតែមិនដាក់សម្ពាធថៃមិនថ្កោលទោសថៃចាប់សម្ព័ន្ធភាពជាមួយថៃផ្ដល់សពាវុធឲ្យថៃជួយផ្នែកយោធាជាប្រាក់ថវិកាជួយថៃសពបែបយ៉ាងនៅក្នុងពេលដែលកម្ពុជានិងថៃមានចំនួនហើយថៃឈ្លានពានរំកិលចូលដីខ្មែររាល់ថ្ងៃរហូតដល់ទៅ76ទីតាំងកម្ពុជាខ្លួនឯងក៏ទទួលស្គាល់ថាថៃរំលោភឈ្លានពានក្រោយបាត់ជប់បាញ់ច្រើនករណីគ្រាន់តែមិននិយាយប្រាប់ថាប្រមាណកុំតែបានលោកអ៊ុំសំអានទេកុំឲ្យអត់ដឹងថាថៃឈ្លានពានយកដែនអធិបតេយ្យកម្ពុជាក្រោយបាត់ជប់បាញ់នេះរហូតដល់76កន្លែងហើយយើងថាស្រឡាញ់សន្តិភាពបានសន្តិភាពមកពីណាបើគ្មានយុត្តិធម៌ខ្ញុំថានេះជាបណ្ដាសាដែរយើងពឹងសហរដ្ឋអាមេរិកឲ្យជួយយើងឥឡូវសហរដ្ឋអាមេរិកគេថាបានហើយមានសន្តិភាពថៃវាទៅថៃយ៉ាងម៉េចបើកម្ពុជាខំប្រឹងស្ងប់ស្ងាត់មិនតដៃមិនតតាំងគេដាក់បន្លាលួសដាក់អីទៅតតែវ៉ាទេអត់តតាំងទេតតែវ៉ាហ្នឹងឯងជូនដំណឹងថ្កោលទោសសុំដកទៅវិញទៅធ្វើនឹងមិនត្រឹមត្រូវទេខុសទេអីឡាក់នឹងឡាក់តែអត់មានហ៊ានទៅរុញបន្លាលួសអត់មានហ៊ានទៅរុញកុងតឺន័រអត់មានអីស្អំគេបោកគ្រាប់បែកមកត្រូវតែហ៊ានយករបួសពេញព្រៃក៏តែមិនហ៊ានរករឿងអីគេមិនហ៊ានទាំងចោតគេថាបោកគ្រាប់បែកផ្ទុះរបួសទៅហ៊ានយើងទៀតថាដើរទៅផុតទៅឃើញគ្រាប់បែកផ្ទុះថៃគេថាដើរជន់មានខ្លួនឯងឥឡូវការស៊ើបអង្កេតហ្នឹងក៏មិនដឹងនៅណាប្រជាពលរដ្ឋខ្លោចផ្សាក៏កម្ពុជាជូនដំណឹងសុំឲ្យថៃដោះស្រាយសម្រាប់សំណួរជប់ធ្វើអញ្ចឹងទៀតវាខ្សោយនោះខ្សោយហួសយើងមិនបាញ់និយាយទេថាខ្មែរយើងវាខ្សោយហួសប៉ុន្តែហេតុអីបានជារដ្ឋាភិបាលបរទេសដោយអាមេរិកដែលជាអាណាព្យាបាលមានកិច្ចព្រមព្រៀងឲ្យសុកចិត្តទុកចោលឲ្យថៃធ្វើអីតាមក្បាលវ៉ាល់ហើយអត់ថ្កោលទោសថៃសោះខ្ញុំជឿចាប់បងប្អូននិយាយត្រង់ខ្ញុំជឿចាប់មែនតើព្រោះក្នុងនាមជាខ្មែរឃើញអំពើអយុត្តិធម៌ដែលប្រទេសមហាអំណាចដោយសហរដ្ឋអាមេរិកខ្ញុំមិនជឿក្បាលតែខ្ញុំជាជនជាតិខ្មែរមានសញ្ជាតិអាមេរិកហើយមកនិយាយរិះគន់រដ្ឋាភិបាលអាមេរិកខ្ញុំអត់ជឿក្បាលទេព្រោះការធ្វើនេះគឺធ្វើមិនត្រឹមត្រូវវាធ្វើឲ្យជាតិសាសន៍ខ្ញុំស្រុកទេសខ្ញុំក៏មានឈាមជ័រជាខ្មែរដែរខ្ញុំមានសញ្ជាតិអាមេរិកតែខ្ញុំជាខ្មែរទេអាសាច់កន្លែងណាក៏ឈាមខ្មែរដែរខ្ញុំស្រក់ទឹកភ្នែកនឹងអំពើអយុត្តិធម៌អំពើរបស់អង្គការសហប្រជាជាតិអំពើរបស់សហគមន៍អាស៊ានអំពើរបស់ប្រទេសអាមេរិកដែលជាមហាអំណាចសុកចិត្តនៅមើលឲ្យថៃបំពេញឈ្លានពានខ្មែរគ្រប់រឿងនៅពេលដែលខ្មែរគ្នាខ្សោយហើយយើងអត់ទៅជួយដោះស្រាយអាហ្នឹងរឿងសហគមន៍អន្តរជាតិខ្ញុំថ្កោលទោសសហគមន៍អន្តរជាតិនិងសហរដ្ឋអាមេរិកនេះ